តបកម្ពុជាដឹងទៅអគ្គសេនាធិការកងទ័ពហ្វីលីពីនអំពីសកម្មភាពអ្នកសង្កេតការ AOT ថៃដែលចូលទៅដល់ដីប្រាសាទខ្មែរដោយឥតមានការសុំអនុញ្ញាតពីខាងភាគីកម្ពុជាបងប្អូនយើងដឹងហើយថាថៃនាំអ្នកសង្កេតការអាស៊ានខាងថៃមកក្រុមចុះទៅអាកន្លែងតំបន់ប្រាសាទខ្នាហ្នឹងទៅមើលទៅលុកទៅអីសង្កេតការជាការក្រាំចិត្តណាព្រោះដីខ្មែរអាស៊ានទៅហ្នឹងបានន័យថាជួយប្រថាប់ត្រាឲ្យថៃប៉ុន្តែសួរថាថៃធ្វើដូច្នេះចាំបាច់សុំច្បាប់ពីខ្មែរដែរទេឥឡូវខាងខ្មែរប្តឹងលោកអ្នកដែលដាក់ប្តឹងហ្នឹងគឺលោកឧត្តមសេនីយ៍វងពិសេនដែលជាអគ្គមជ្ឈការកងយុទ្ធពលខេមរៈភូមិន្ទគាត់ធ្វើលិខិតប្តឹងទៅប្រធានអគ្គលេខាធិការហ្វីលីពីនតាក់ទងនឹងរឿង AOT ខាងថៃរបស់អាស៊ានហ្នឹងដែលដឹកនាំដោយក្រុមហ្វីលីពីនក្រុមអីដែរហ្នឹងទៅខាងថៃចុះទៅប្រាសាទខ្នាអត់សុំខ្មែរបើយើងមើលសេចក្តីប្រកាសរបស់កម្ពុជារបស់ក្រសួងការបរទេសរបស់លោកទាសីហាក្រសួងការពារជាតិថ្ងៃទី27ខែធ្នូឆ្នាំ2025បានព្រមប្រគល់ទឹកដីខ្មែរដោយទាំងប្រាសាទខ្នាប្រាសាទតាមាន់ធំប្រាសាទតាកបីឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់យោធាថៃអ្នកណានៅកន្លែងណានៅកន្លែងហ្នឹងតំបន់ដែលកាលហ្នឹងតែ14ទីតាំងទេតែចុងក្រោយនេះគឺលោកអ៊ុំសំអានរកឃើញដល់ទៅ70ទីតាំងទៅហើយយើងព្រមឲ្យគេនៅណានៅហ្នឹងបងប្អូនតើយើងទៅរករឿងគេយ៉ាងម៉េចឲ្យគេមកសុំច្បាប់យើងយ៉ាងម៉េចព្រោះអីអ្នកទាំងអស់នោះមកចូលក្នុងដែនអធិបតេយ្យរបស់ថៃដីហ្នឹងគឺជាដីខ្មែរប្រាសាទហ្នឹងជាប្រាសាទខ្មែរក៏ប៉ុន្តែខ្មែរបានចុះហត្ថលេខាឲ្យគេនៅណានៅហ្នឹងបានន័យថាគេធ្វើប្រឡងបលាយកាយអីដាក់ត្រង់សេដាក់កុងតឺន័រវាយពុតបដិមាឬក៏ជួសជុលអីគេធ្វើបានដោយសារអីដោយសារយើងព្រមឲ្យគេនៅណានៅហ្នឹងយើងអត់ឲ្យតែទ័ពកើនថែមដាក់សពាវុធអីមកថែមតែនេះគឺក្រុមសង្កេតការអាស៊ានរបស់ថៃដែលគេចូលមកតំបន់ព្រំដែនតើយើងទៅហាមគេយ៉ាងដូចម្ដេចបានមានចំណុចណានៅក្នុងបទជប់បាញ់ដែលប្រាប់ថាហាមនាំអ្នកសង្កេតការអាស៊ានខាងថៃចុះមកដីទាំងអស់ដែលគ្រប់គ្រងដោយថៃដែលកម្ពុជាព្រមឲ្យគេគ្រប់គ្រងវាអត់មានបងប្អូនចឹងបានថាខ្ញុំនិយាយនេះអត់មែនថាកាន់ជើងថៃអត់ទេផ្លូវច្បាប់គឺយើងឲ្យគេនៅណានៅហ្នឹងតែគេមកយើងទៅរករឿងគេយ៉ាងម៉េចខ្ញុំពងតែឆ្ងល់ប៉ុន្តែហេតុអីបានជាកម្ពុជាប្តឹងថៃទៅរឿងនេះខុសអត់នៅក្នុងការប្តឹងវាអត់ខុសទេនៅក្នុងការទៀមទាដីយើងព្រោះអាហ្នឹងគឺយើងតវ៉ាដោយតែក្រសួងការបរទេសតវ៉ាជាង800ដងដែរគឺយើងតវ៉ាថាអាហ្នឹងខ្ញុំអត់ព្រមទទួលស្គាល់ថាអាហ្នឹងជាដីរបស់អ្នកឯងទេណាព្រោះអីអ្នកឯងមកហ្នឹងមិនសុំខ្ញុំអីឡាក់នឹងឡាក់ហើយទៅយើងកាត់ចាត់ទុកថាការតវ៉ានេះបានផលខ្ញុំថាមិនបានផលទេព្រោះការតវ៉ាទៅនឹងកិច្ចព្រមព្រៀងឬសេចក្តីថ្លែងការណ៍រួមសេចក្តីប្រកាសរួមដែលយើងព្រមឲ្យគេនៅណានៅហ្នឹងគឺគេនឹងយកអាហ្នឹងមកជាភ័ស្តុតាងដោះបន្ទុកឬក៏ការពារគេបានយ៉ាងស្អិតល្មួតយ៉ាងរឹងមាំទៀតព្រោះយើងឲ្យគេនៅណានៅហ្នឹងឥឡូវយើងដែលទៅធ្វើអីគេកើតគេមកចាក់បេតុងគេមកយកមនុស្សមកលេងធ្វើវិធីសែនព្រេនជីកត្រង់សេធ្វើប៉ោះយាមដាក់ទងជ័យដាក់អីយើងបានតែតវ៉ាយើងបានតែឲ្យគេដកថយតែយើងមានតែធ្វើអីគេកើតរឿងនេះហើយដែលធ្វើឲ្យកម្ពុជាចាញ់ប្រៀបថៃខ្លាំងមែនតើនៅពេលដែលយើងមិនព្រមប្តឹងថៃហ៎បងប្អូនខ្ញុំមិនជំទាស់ទេការតវ៉ាក្នុងនាមជារដ្ឋអូខេតវ៉ាត្រូវហើយប៉ុន្តែវាអត់មានភ្លើងឆេះផ្ទះយើងឈរលើផ្ទះយើងបក់ដៃហៅឲ្យទឹកមកផលិតផ្ទះមែនយើងថាទឹកអើយមកខ្យល់អើយឬក៏ភ្លៀងអើយជួយធ្លាក់មកពីបេមេមកឲ្យលិចទៅឲ្យបាត់ណែឆេះផ្ទះទៅតើយើងធ្វើអញ្ចឹងមែនសប្ងៃហ្នឹងយើងកំពុងធ្វើអញ្ចឹងផ្ទះកំពុងតែឆេះគឺយើងកំពុងតែបន់ស្រន់អំពាវនាវសុំឲ្យភ្លៀងមកមួយមេធំមកដើម្បីឲ្យរលត់តែអត់ព្រមទេហៅឡានទឹកទេហៅប៉ូលីសទេហៅអ្នកភូមិទេហៅអ្នកណាអីក៏ដោយដែលអាចជួយមកគ្នាពលុតអត់ហៅគឺយើងសុកចិត្តនៅបន់ស្រន់ដើម្បីហើយយើងនៅតែគិតថាមិនត្រូវទេភ្លើងនឹងមិនត្រូវឆេះផ្ទះនឹងសោះហើយយើងនៅតវ៉ាប្រឆាំងនឹងអារឿង
ឆេះផ្ទះនឹងចឹងទៅវិញតែអត់ព្រមប្តឹងអត់ព្រមហៅឡានពេទ្យឡានទឹកឡានអីមកជួយសង្គ្រោះអត់នេះឥឡូវយើងកំពុងធ្វើអញ្ចឹងបានថាខ្ញុំនៅតែលើកទឹកចិត្តថាប្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិទៅដើម្បីឲ្យថៃទទួលខុសត្រូវចំពោះរឿងទាំងអស់នេះហើយបើថាមិនប្តឹងឬក៏យ៉ាងម៉េចក៏ដោយត្រូវតែតស៊ូមតិឲ្យថៃនិងកម្ពុជាបង្កើតយន្តការអ្នកសង្កេតការអាស៊ានរួមមួយកុំឲ្យថៃមកខាងថៃខ្មែរនៅខាងខ្មែរចុះទៅតែត្រុករូបគេក្លាហានគេបានរូបបងស្រីដូចនួនល្អងបានត្រឹមរូបថតចុះទៅតែថតរូបតែត្រុកដូចតែគ្នាអញ្ចឹងហ្នឹងយកបានប្រយោជន៍អីវាតតែមានយន្តការមួយអាស៊ានគឺទាំងខ្មែរទាំងថៃចូលគ្នាមានម៉ាឡេមានអីមានអង្គការសហប្រជាជាតិចុះមកតំបន់ហ្នឹងហើយធ្វើសេចក្តីរាយការណ៍ណាឆ្លៀនពៀនណាអាហ្នឹងបានតែយើងអត់យើងធ្វើតែរឿងដដែលហើយយើងរំពឹងលទ្ធផលថ្មីតើប្រជាពលរដ្ឋខ្មែររកម្មចិត្តប៉ុណ្ណាទៅបងប្អូន